បាទជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំបានសូមនាំពុកម៉ែបងប្អូនមកដឹងមកស្គាល់អំពីអត្ថប្រយោជន៍និងគុណសម្បត្តិរបស់វល្លិបែកក្អមពុកម៉ែបងប្អូនមានបងប្អូនខ្លះហៅវល្លិពោះអំបែងហើយបងប្អូនខ្លះហៅវល្លិពេញពោះស្រោមអីចឹងទៅណាបាទអានេះបើតែនៅខាងខ្ញុំនេះខ្ញុំហៅតែវល្លិបែកក្អមឬក៏វល្លិពេញពោះស្រោមពីរមុខណាបាទហៅពីរមុខតែមានបងប្អូនហៅវល្លិពោះអំបែងចឹងដែរតើឥឡូវយើងមុននឹងមកស្គាល់អំពីអត្ថប្រយោជន៍របស់វល្លិនេះតើវាអាចជួយអ្វីយើងបានខ្លះអញ្ចឹងខ្ញុំសូមពុកម៉ែបងប្អូនមុនពុកម៉ែបងប្អូនបើបានឃើញវីដេអូដែលពិសេសវិសាលនេះពុកម៉ែបងប្អូនកុំភ្លេចជួយចុច share ចែករំលែកចែកគ្នាចេះចែកគ្នាដឹងពុកម៉ែបងប្អូនណាបាទហើយមួយទៀតសូមបងប្អូនជួយ follow លើ page ខ្ញុំផងបាទអរគុណបាទបើអញ្ចឹងយើងមកស្គាល់តើអាចជួយអ្វីដល់យើងបានខ្លះបាទឥឡូវខ្ញុំអត់រាប់ទី1ទី2អីទេបាទយើងរាប់តែទី1ក្បាលដំបូងទៅបាទទី1យើងអាចជួយអ្នកកើតជំងឺភ្នែកលឿងបាទភ្នែកលឿងហ្នឹងណាបាទបងប្អូនបើកើតភ្នែកលឿងរួវល់នឹងដាំទឹកហូបទៅទី2ពុកម៉ែបងប្អូននៅមានស្បែកលឿងអាចកើតមកពីយើងខ្វះគ្រាប់ឈាមក្រហមអញ្ចឹងពុកម៉ែបងប្អូនខ្វះគ្រាប់ឈាមក្រហមពុកម៉ែបងប្អូនរវល់បែកក្អមនឹងដាំទឹកហូបទៅហើយពុកម៉ែបងប្អូនក្តៅក្នុងបាទអាសាក្តៅក្នុងយប់ឡើងដេកដូចក្តៅក្នុងអញ្ចឹងបងប្អូនរវល់បែកក្អមដាំទឹកហូបទៅហើយបងប្អូនបាយអត់បានបាទបាយអត់សូវបានបងប្អូនក៏អាចរវល់បែកក្អមនេះដាំទឹកហូបទៅមួយទៀតបងប្អូនខ្សោយកម្លាំងបាទខ្សោយកម្លាំងដូចយើងចាស់ទៅជាតលវើខ្សោយខុសប្រក្តីក៏បងប្អូនរវល់បែកក្អមដាំទឹកហូបទៅយើងអាចយកទៅផ្សំជាមួយនឹងថ្នាំកម្លាំងដូចជាជំនួយផ្លូវពេទ្យជំនួយអីបានទៀតណាបងប្អូនវ៉នេះណាបាទអញ្ចឹងវាមានអត្ថប្រយោជន៍គុណសម្បត្តិជួយដល់សុខភាពយើងច្រើនមែនទែនដូច្នេះហើយបានខ្ញុំនឹកឃើញថាគុណសម្បត្តិគុណប្រយោជន៍របស់វ៉នេះវាមានគុណសម្បត្តិប្រយោជន៍ល្អដល់សុខភាពបងប្អូនបានជាខ្ញុំយកមកបង្ហោះបាទចែកចាយជូនបងប្អូនឲ្យដឹងពីមុនមកបងប្អូនដើរជួបច្រើនតែអត់ដឹងពីគុណសម្បត្តិរបស់វាទេអត់ដឹងថាតើវ៉នឹងជួយដល់សុខភាពយើងយ៉ាងម៉េចខ្លះអញ្ចឹងណាដល់អញ្ចឹងគាត់ចេះដើរហួសចេះមើលរំលងអញ្ចឹងទៅមានកន្លែងខ្លះដោះច្រើនណាពុកម៉ែបងប្អូនដោះច្រើនអញ្ចឹងទៅបីដោះច្រើនតិចក៏ដោយគាត់អត់ដឹងអំពីគុណសម្បត្តិគុណប្រយោជន៍របស់វ៉នឹងទេអញ្ចឹងក៏គាត់អត់ដឹងគាត់ក៏មិនដឹងយកធ្វើអីដែរវ៉ហ្នឹងអញ្ចឹងថ្ងៃនេះខ្ញុំមកប្រាប់ហើយអញ្ចឹងពុកម៉ែបងប្អូនរស់ហូបទៅណានឹងពុកម៉ែបងប្អូនស្ដាប់ម្ដងទៀតណាបាទទី1ព្យាបាលជំងឺភ្នែកលឿងទី2ក្តៅក្នុងទី3បងប្អូនបាយអត់សូវបានដេកមិនសូវលក់អីហ្នឹងហើយជំនួយគ្រាប់ឈាមក្រហមហើយជំនួយកម្លាំងហ្នឹងហើយបងប្អូនរស់ហូបទៅប្រកែស័ក្តិសិទ្ធណាស់បងប្អូនបាទលោកឪពុកខ្ញុំគាត់រស់និយាយចំគាត់ដាំតាំងទេហ្នឹងអវីហ្នឹងហូបឆ្ងាញ់តែធ្លាប់ហូបទៅមានអីមានជាតិឆ្ងាញ់តែបងប្អូនណាហូបហើយឃ្លានបាយណាបាទហើយស្បែកក៏លេងលឿងណាឲ្យយើងហូបរាល់ថ្ងៃជាប់យូរទៅអចិន្ត្រៃយ៍ទៅស្បែកក៏លេងលឿងបាទហើយកម្លាំងក៏មិនសូវខ្សោយឧទាហរណ៍ថាគេអាយុ50 60គេខ្សោយអស់ហើយយើងនៅឲ្យយើងហូបតែវ៉ាន់រហូតទៅណាបាទសុខភាពល្អមែនទេបងប្អូនហូបទឹកក្តៅអូនណាកុំហូបតិចក៏លុយយើងចាញ់ក្លិនចាញ់កពុលអីចឹងណាហ្នឹងហើយប៉ុណ្្នឹងទេបងប្អូនថ្ងៃក្រោយបងប្អូនដើរជួបវ៉បែកក្អមឬក៏ហៅថាវ៉ពោះបែងឬហៅវ៉ពេញពោះស្រោមហ្នឹងបងប្អូនដកមកប្រច្រាំហាលវាបងប្អូនប្រច្រាំវាឲ្យហាលស្ងួតទៅបងប្អូនចាប់មកចុកចឹងមកបាទដាក់ក្នុងឆ្នាំងដាំទឹកនាំកូននាំប្រពន្ធហូបទាំងអស់គ្នាទៅហូបទាំងគ្រួសារស្រួលដល់សុខភាពបងប្អូនអមទេហ្នឹងហើយអញ្ចឹងបងប្អូនកុំភ្លេចជួយ share ចែករំលែកចែកគ្នាចេះចែកគ្នាដឹងបងប្អូនណាបាទវីដេអូល្អអញ្ចឹងយើងកុំលាក់ទុកយើង share ទៅចែកគ្នាដឹងហើយលើក្រោយដើរជួបលេរំលងហើយបាទឈប់ដើររំលងកិច្ចបានមកច្រាំហូបហើយបាទនេះបាយឆ្ងាញ់ណាបងប្អូនហើយតិចសាច់ស្រួលណាបាទអរគុណច្រើនជាចុងក្រោយសូមគោរពជូនពរពុកម៉ែបងប្អូនបានក្តីសុខក្តីចម្រើននិងអាយុវែងបាទសូមអរគុណ